តាក់ទងមួយ support ពេលខ្លះយើង download ឬមួយក៏យើង copy ពីខាងណាមកទៅsupport នេះក៏ប៉ុត support នឹងដំបូងវានៅក្នុងដាក់ accessory អញ្ចឹងនៅពេលដែលយើងយកជាប់មួយ Pi គឺវាអត់ចេញទេវាចេញ 3D ចេញតែតាក់ទងមួយ view ខាងលើអញ្ចឹងអត់ចេញទេចាំមើលខ្ញុំឧទាហរណ៍មើលយើងចូល system តមកនេះអញ្ចឹងដាក់ accessory វាមាន support នឹងដែរអញ្ចឹងដំបូងគឺsupport នេះគឺស្ថិតនៅក្នុងដាក់ accessory ទេប៉ុន្តែខ្ញុំកែវាកែ category នេះអញ្ចឹងបើយើងយកនេះយកមកប្រើមួយ Pi ហ្មងគឺវាចុចទៅមើលឃើញប៉ុន្តែវាចេញប៉ុន្តែប្លង់ view ខាងលើគឺមើលឃើញនេះដោយសារវាខុស category វាហើយឥឡូវខ្ញុំមើល 3D ឲ្យមើលនេះពេលដែលយើងចុចមកវាសូមមកចឹងហើយយើងអាចកែលេខតម្រូវដូចចេះក៏បានដែរប៉ុន្តែគាត់ថាវាមើលខាងលើអត់ឃើញអញ្ចឹងដើម្បីឲ្យត្រូវយើងត្រូវមានន័យថាយើងត្រូវកែ category ពីនេះដាក់ accessory នេះទៅជា Pi accessory វិញអញ្ចឹងទៅ Pi accessory មានន័យថាយើងចុចឡើងនេះទៅវាមានអាហ្នឹងដែរអានេះដំបូងអត់មានទេខ្ញុំតំកែឲ្យ load ចូលទៅយើងអាចធ្វើបានដោយទម្រង់បែបនេះចឹងណាហើយតាក់ទងមួយការកែ category ហ្នឹងយើងធ្វើបែបម៉េចយើងចេញមកសិនមកយើងចូលនេះតាក់ទងមួយការកែហ្នឹងអ្នកនរគ្នាត្រូវមាន family ដើមអានេះតាមអ្វីដែលខ្ញុំចេះចឹងអានេះខ្ញុំស្រាវជ្រាវខ្លួនឯងទេនេះ family ដើមរបស់ support ហ្នឹងគឺឈ្មោះថា support dark hanger ចឹងយើងអាចចូលឲ្យនេះយើងបើកមកបាទចាំបន្តិចនេះវាចេញមក dark accessory ចាំតិចវាបណ្ដានេះវាចេញមកអញ្ចឹងណាអញ្ចឹងតើតមួយការកែ category នេះ category វាគឺ dark accessory អញ្ចឹងយើងចុចនៅនេះយើងចូលទៅពី Pi accessory វិញเอาពី Pi accessory នេះហើយយើងចុច OK មកតទៅពីយើងចុច OK វាចូលទៅក្នុង Pi accessory ហើយយើងត្រូវ save as បាទ save as ហើយយើងយកទៅដាក់កន្លែងណាមួយទៅដាក់ desktop ចឹងទៅហើយឈ្មោះវានេះអញ្ចឹងយើងដាក់ Pi ទៅដូរពីដាក់ទៅ Pi វិញ Pi ដាក់1 2 3ដោយសារខ្ញុំ save មុនឈ្មោះ Pi ចឹងយើង save ទៅបន្ទាប់ពីអ្នកនរគ្នា save ហើយនេះឈ្មោះវា Pi 1 2 3 save ហើយអស់យើងត្រូវ load វាចូលមានន័យយើងចូលឡើង project របស់យើងមកយើងរកពាក្យ insert យើងយកពាក្យ log family ហើយយើងទៅរកពាក្យកន្លែងនេះ Pi 1 2 3ចឹងហើយយើង open ទៅវាចូលនៅក្នុង category នេះហើយ Pi accessory ចូលឡើង system ចូលឡើងនេះមកហើយចុចមកវាឃើញហើយប៉ុន្តែថាអានេះខ្ញុំload ចូលម្ដងខ្ញុំអត់ load ចូលម្ដងទៀតអ្នកនរគ្នាធ្វើលំនាំតាមវីដេអូខ្ញុំបង្ហាញមុនហ្នឹងទេចេញអញ្ចឹងហើយយើងអាចប្រើប្រាស់ទម្រង់បែបនេះបានអូខេដូចជាមានតែប៉ុណ្្នឹងទេអរគុណ